ជំរាបសួរបងប្អូនជាទីគោរពនិងជាទីរាប់អានបាទអានេះសូមណែនាំធុងខ្យល់ភ្លោះបងប្អូនធុងខ្យល់ធុងភ្លោះណាមួយទឹកជប៉ុនបាទធំអានេះឃើញធុងទូចប៉ុន្តែក្បាលវាធំណាក្បាលភ្លោះ2តែម្ដងធុងក៏ភ្លោះក្បាលក៏ភ្លោះ2ហើយអានេះធុងទូចបាទធុងទូចម៉ូទ័រក៏ធំផងដែរបងម៉ូទ័រនេះជាម៉ូទ័រស៊ីនរបស់ជប៉ុនហើយបាទគឺអត់ធ្វើអីទេម៉ូទ័រនេះគឺល្អមែនតើសំណុំស៊ីនតែម្ដងណានិយាយពីដំណើរការស្ងាត់ល្អហើយគេធ្វើពួកនេះគឺអត់មានអូតូស្តុបទេបងប្អូនគឺដាក់ភ្លើងប្រើតែម្ដងណាប្រើតែម្ដងអត់ភ្លើងប្រើដាក់ភ្លើងប្រើឲ្យខ្យល់ចូលលឿនណាយើងត្រូវមកបាញ់ឆ្នាំបាញ់និកូលបាញ់អីហ្នឹងគឺអត់ទាស់ចិត្តទេពេលវាដំណើរការគឺយើងប្រើតែម្ដងទៅមិនថាបាញ់ឆ្នាំបាញ់ឆ្នាំពណ៌ហ្នឹងណាឬក៏បាញ់និកូលបាញ់អីហ្នឹងគឺអូខេហើយឥឡូវនេះខ្ញុំរៀបចំតេស្តឲ្យបងប្អូនស្ដាប់សំឡេងតិចតោះអានេះភ្លើង220ហ្មងការឡើងស្មើទៅម្ដងអានេះពេលដែលហ្នឹងវាចូលហ្នឹងបងប្អូនចូលលឺប៉ក់ហ្នឹងលឺហើយចូលហើយបាទចង់ពេញបាទផ្ដាច់ទេខ្យល់លែងចូលទៀតហើយគាត់ម៉ូទ័រក៏លែងលឺដែរឃើញទេលឺតែម៉ូទ័រឈុលទៅស្ងាត់អីចឹងប៉ុន្តែអត់ចូលទេឃើញទេវិលធម្មតាអញ្ចឹងបើអត់ចូលទេអានេះពេញទៅវិញណាឥឡូវខ្ញុំបាញ់នេះយ៉ាចូលទៀតហើយពួកទៀតហើយអូខេពេញវិញហ្នឹងឥឡូវខ្ញុំបាញ់បដាឲ្យមើលនេះលកាបដាចោលខ្លាំងចាយបាត់នឹងចាយដល់កម្រិតនេះផ្ដាច់ថប់ម៉ូទ័រវិលធម្មតាបែបស្ងាត់អត់ខ្យល់ចូលទៀតទេលុយបើមិនដែរបងប្អូនមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់បងប្អូនដែលចូលចិត្តប្រើប្រភេទនេះអាចទៅមកបានបាទតាមលេខទូរស័ព្ទនៅក្នុងវីដេអូហ្នឹងឬនៅក្នុងចំណងជើងវីដេអូឬឆាតចុច Facebook ក៏បានបាទសូមអរគុណបាទសូមជម្រាបលាស្ងាត់មែនតើចូលតែម្ដង